តើនរណាអាចធ្វើឲ្យបញ្ឈប់សៀមឈ្លានពានបានឃើញខ្មែរទៅរៀនបទយន្តហោះចម្បាំងតើខ្មែរអាចប្រើប្រាស់យន្តហោះចម្បាំងដែរឬទេមែនតែនទៅនៅក្នុងសំណួរទាំងពីរនេះគឺជាសំណួរដែលពិបាកឆ្លើយជាទីបំផុតប៉ុន្តែខ្ញុំសូមឆ្លើយទៅបែបឧទាហរណ៍នៅក្នុងការផ្ដល់យោបល់ដើម្បីស្វែងយល់វិញនៅលើពិភពលោកយើងមហាអំណាចយោធាដែលគេកោតខ្លាចនិងស្ដាប់បញ្ជាគឺរុស្ស៊ីនិងកូរ៉េខាងជើងពីព្រោះអត់ចេះនិយាយអីច្រើនទេវ៉ាកំតិចគឺកំតិចហើយមិត្តភាពខ្មែរនិងសូវៀតឬរុស្ស៊ីបច្ចុប្បន្នគ្រាន់តែសៀមលឺអាចដេកឈឺមិនហ៊ានមកច្បាំងរីឯកម្លាំងកូរ៉េខាងជើងយើងក៏មានមិត្តភាពដ៏រឹងមាំផងដែរបើខ្មែរស្រែកតែបន្តិចឲ្យគាត់ទាំងពីរជួយពួកគាត់គ្រាន់តែនិយាយតែពី3ម៉ាត់គឺសៀមបញ្ចប់សង្គ្រាមភ្លាមចុះហេតុអ្វីខ្មែរមិនធ្វើបើធ្វើអ្វីក៏ដោយត្រូវមានជំហានសន្លឹកបៀចុងក្រោយគេមិនដែលឲ្យអ្នកណាដឹងហើយប្រើប្រាស់ក្នុងលក្ខខណ្ឌចាំបាច់បំផុតដើម្បីកុំទទួលសម្ពាធអន្តរជាតិគិតមកលើខ្មែរនៅក្នុងន័យផ្សេងគ្នាចំណែករឿងរៀនបើកយន្តហោះចម្បាំងខ្ញុំក៏មិនដឹងថាខ្មែរមានឬក៏អត់នោះទេប៉ុន្តែបើរៀនគឺមាននៅក្នុងទំហំមួយនៃសង្គ្រាមផងដែរចរិតខ្មែរយើងខុសពីគេមិនចូលចិត្តអួតទេគឺចូលចិត្តបង្ហាញពីព្រោះបើត្រឹមតែនិយាយនរណាក៏និយាយបានដែរអ្វីស្ថិតនៅក្នុងការរៀបចំរបស់ថ្នាក់ដឹកនាំជាតិនៅក្នុងកម្រិតនៃសង្គ្រាមឬតម្រូវការប្រែប្រាស់នៃសង្គ្រាមខ្ញុំចេះតែនិយាយថាសៀមមិនទាន់ស្គាល់ខ្មែរទេសៀមកំពុងចូលរោងខ្លាច្រឡំថាចូលរោងកណ្ដុរក្នុងក្បួនសឹកនិយាយថាស្គាល់គេស្គាល់ឯងច្បាំង100ដងឈ្នះ100ដងសៀមធ្វើវាយមិនឈ្នះខ្មែរម្ដងមកគឺពីមិនស្គាល់ខ្មែរបើសិនជាមិនចង់ស្លាប់វិធីល្អគឺឆាប់បញ្ចប់សង្គ្រាមឈ្លានពានក្រែងមានឱកាសរស់បន្តខ្ញុំសូមបញ្ចប់សំណេរត្រឹមតែប៉ុណ្ណឹងចុះបើមានចន្លោះខ្វះខាតឬលឹះលួសត្រង់ចំណុចណាខ្ញុំក៏សូមគោរពអធ្យាស្រ័យទុកជាមុនខ្ញុំសូមគោរពអរគុណបងប្អូនដែលបានអានតាំងពីដើមរហូតដល់ចប់នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តនៃការជឿជាក់លើរាជរដ្ឋាភិបាលដើម្បីការពារជាតិយើង